ប្រវត្តិនៃការកសាងអង្គរអង្គរគឺជាទីប្រជុំរបស់រាជធានីបុរាណដែលជាកន្លែងស្នាក់នៅរបស់ព្រះមហាក្សត្រខ្មែរនៅក្នុងសម័យអាណាចក្រខ្មែរការកសាងអង្គរមានប្រវត្តិសាស្ត្រយ៉ាងវែងហើយទាក់ទងនឹងសិល្បៈសាសនានិងអំណាចនយោបាយនៅសម័យបុរាណ 1. ដើមកំណើតនៃអង្គរអង្គរត្រូវបានកសាងឡើងជាលើកដំបូងប្រហែលនៅចន្លោះឆ្នាំ802 គ្រិស្តសករាជក្នុងសម័យព្រះបាទជ័យវរ្ម័នទី 2 ព្រះអង្គបានប្រកាសខ្លួនជាទេវរាជាព្រះរូបអម្ចាស់ជាសព្វព្រះនៅភ្នំគូលែនដោយបំផ្លាញឥទ្ធិពលនយោបាយពីចំណាតបរទេសនិងបង្កើតអាណាចក្រខ្មែរអង្គរជាឈ្មោះស្រង់មកពីពាក្យថា Nagara ដែលមានន័យថាទីក្រុងក្នុងភាសាសំស្ក្រឹត 2. ការអភិវឌ្ឍនៃទីក្រុងអង្គរអង្គរបានក្លាយជាធំសម្បើមអស្ចារ្យនៃសតវត្សទី 9 ដល់ទី 15 ព្រះបាទនានានៃសម័យអង្គរបានកសាងប្រាសាទធំៗនិងគម្រោងស្ថាបត្យកម្មដ៏អស្ចារ្យដូចជាព្រះបាទយសោវ្ម័នទី 1 889 ដល់ 1110 ស្ថាបនាទីក្រុងយសោធរបុរៈអង្គរធំកសាងប្រាសាទបាណាន់និងប្រាសាទភ្នំបាគងព្រះបាទសូរ្យវ្ម័នទី 2 1113 ដល់ 1150 កសាងអង្គរវត្តដែលជាប្រាសាទធំជាងគេនៅលើលោកព្រះអង្គគោរពព្រះវិស្ណុ Hinduism ដោយប្រាសាទមានទិសដៅលិចព្រះបាទជ័យវរ្ម័នទី 7 1181 ដល់ 1218 គេចាត់ទុកជាស្ថាបនិកដ៏អស្ចារ្យនៃសម័យពុទ្ធបូរាណសាងសង់អង្គរធំអង្គរធំប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងផ្លូវដឹកទឹកព្រះអង្គគោរពព្រះពុទ្ធសាសនាមហាយាន 3. ការស្រកថយនៃអង្គរចុងសតវត្សទី 14 ទីក្រុងអង្គរត្រូវបានបោះបង់បន្ទាប់ពីការឈ្លានពានរបស់សៀមនិងការផ្លាស់ប្ដូរភាពអាកាសធាតុមានការផ្លាស់ទីរាជធានីទៅភ្នំពេញនិងឧដុង្គមេជ័យទោះជាយ៉ាងណាប្រាសាទអង្គរវត្តនៅតែស្ថិតស្ថេរជាសញ្ញានៃសិល្បៈខ្មែរនិងជំនឿ 4. អង្គរនៅពេលបច្ចុប្បន្ននៅឆ្នាំ 1992 អង្គរត្រូវបានរួមបញ្ចូលជាសម្បត្តិពិភពលោក UNESCO World Heritage Site ជាតំណាងដ៏អត្តសញ្ញាណជាតិខ្មែរនិងគ្រួសារផ្នែកទេសចរណ៍សំខាន់អង្គរវត្តបានបង្ហាញលើទង់ជាតិកម្ពុជាពីសម័យឡាយ